សេចក្តីស្រឡាញ់មានច្រើនប្រភេទស្រឡាញ់ចំពោះមនុស្សចំពោះសត្វចំពោះរុក្ខជាតិដូចជាផ្កានិងដើមឈើជាដើមចំណែកឯផ្កាវាមានច្រើនប្រភេទដូច្នេះសេចក្តីស្រឡាញ់របស់មនុស្សទៅតាមសម្រស់របស់ផ្កាខ្លះមនុស្សមិនចូលចិត្តប៉ុន្តែផ្កាខ្លះមនុស្សចូលចិត្តពេញនិយមថែមទាំងយកទៅដាក់តាំងនិងឬក៏ចងតាមខ្លួនដូចជាចងនៅសក់ជាដើមហើយអ្នកខ្លះក៏គេយកទៅតាំងដាក់នៅថូដើម្បីលម្អស្រូបយករសក្លិនរបស់វាដូច្នេះការស្រឡាញ់មានច្រើនប្រភេទចំពោះផ្កាដែលមានច្រើនពណ៌ច្រើនរសក្លិននិងសម្រស់របស់វា